រត់ដងធ្លាប់តែឃើញ Master Chef Junior នៅស្រុកគេហើយឃើញតាមកញ្ចក់ទូរទស្សន៍ប៉ុន្តែថ្ងៃហ្នឹងគឺខ្ញុំបានមកចូលរួមផ្ទាល់ហើយមានអារម្មណ៍ថារំភើបមែនទែនខ្ញុំមានអារម្មណ៍ថាដូចខុសប្លែកពីរាល់ដងពីព្រោះរាល់ដងយើងធ្លាប់តែកាន់បីកាន់សភៅប៉ុន្តែលើកហ្នឹងយើងមកកាន់កបិតកាន់ខ្ទះអីវិញខ្ញុំរំពឹងខ្លាំងថានឹងបានអៀមដោយសារម្ហូបមួយចាននឹងព្រោះទាំងការតុបតែងនិងរសជាតិខ្ញុំបានគ្រប់គ្រងបានល្អមែនទែនយ៉ានីនខ្ញុំមិនដែលបានមកប្រកួតកម្មវិធីចឹងទេហើយពេល Chef ហៅមុនគេទៀតខ្ញុំមានអារម្មណ៍ថារំភើបខ្លាំងមែនទែនអូខេយ៉ានីនជម្រាបសួរ Chef ម្ហូបនេះមានឈ្មោះថា steak សាច់គោជាមួយនឹង Parmesan sauce អញ្ចឹងចាំមើលសាច់មើលការចម្អិនមិនដែរជុំណាលោកចង់បាយគេ medium rare វ៉ាវអញ្ចឹងគឺដូចអ្វីដែល chef mentor គាត់បានប្រាប់អញ្ចឹងថាសាច់ដែលល្អគឺចេញមក pink មែនទេបាទអញ្ចឹងនេះគឺជាអ្វីដែលគណៈកម្មការចង់បានចំពោះមុខម្ហូបនេះដែរអ្វីដែល chef ចង់ឲ្យយោបល់គឺឆ្ងាញ់ខ្លាំងហើយនឹងចំពោះ creative sauce ចេះយកផ្លែ passion យកមកធ្វើជា sauce ញ៉ាំជាមួយស៊ីគោល្អមែនតើអរគុណយ៉ានីនអរគុណ chef រំពឹងទុកមុនហើយថាគណៈកម្មការនឹងសរសើរពីព្រោះsauce ភាគច្រើនអត់មានណាគេយកផ្លែឈើមកធ្វើទេប៉ុន្តែខ្ញុំច្នៃប្រឌិតយកផ្លែ passion មកធ្វើបានអូខេនៅក្នុងចំណោមអ្នកទាំង4អ្នកដែលទទួលបានអៀមសនោះយ៉ានីនកន្លែងណា